បាទជំរាបសួរបងប្អូនថ្ងៃនេះមកធ្វើលោកឡាគ្រឿងធ្វើលោកឡាខ្ញុំគឺមានខ្ទឹមម្ទេសសាច់គោបើនិយាយពីបន្លែវិញគឺមានប៉េងប៉ោះសាឡាត់ហើយនិងខ្ទឹមបារាំងដំបូងយើងបើកភ្លើងមកបងប្អូនហើយយើងដាក់ខ្ទះក្តៅបីបំពងខ្ទឹមហើយម្ទេសគឺខ្ញុំដាក់គ្រឿងមុនហើយបន្ទាប់មកយើងដាក់ប្រេងខ្យងហើយប៊ីចេងកសតាមចំណង់ចំណូលចិត្តបងប្អូនតែខ្ញុំដាក់ទឹកត្រីខ្ញុំដាក់រ៉ូឌីហើយនឹងថែមទឹកម្ទេសបន្តិចបន្ទាប់ពីលីគ្រឿងហើយខ្ញុំដាក់សាច់គោចាប់ផ្ដើមដាក់សាច់គោរួចហ្នឹងទៅខ្ញុំក៏លីងសាច់នឹងឲ្យសពប់ឡើងសពប់មកបានយកមកដាក់លើបន្លែរបស់យើងកំពុងក្តៅហ្នឹងបងប្អូនព្រោះអីតាតិចខ្ទឹមប្រាំងយើងអត់សពប់ល្អទេអញ្ចឹងយើងត្រូវដាក់ទាំងក្តៅដើម្បីឲ្យខ្ទឹមប្រាំងនោះដូចជួយចម្អិនវាអញ្ចឹងហើយលោកលាក់សាច់គោយើងមានប៉ុណ្្នឹងបងប្អូនងាយស្រួលតែអត់បានធ្វើទឹកម្រេចនឹងហើយបងប្អូនគឺលោកលាក់សាច់គោយើងគឺចប់តែប៉ុណ្ណេះហើយគ្មានប៉ុណ្្នឹងទេថ្ងៃជំរាបលាបងប្អូនទាំងអស់គ្នា